គោរពជំរាបសួរទៅកាន់ពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តដែលនិយមចូលចិត្តស្រឡាញ់ទៅនឹងវិស័យទូកសម្រាប់មួយប្លង់នេះដែរគឺថាដូចកូនភ្លោះយ៉ាងពុកម៉ែបងប្អូនអរគ្នាមួយគូនេះគឺនៅខាងត្បូងឃ្មុំអ្នកខាងត្បូងឃ្មុំណាតោះពុកម៉ែបងប្អូនអរគ្នាយើងមកស្គាល់ឈ្មោះទូកទាំងពីរនេះទាំងអស់គ្នាដែលការដែលធ្វើហ្នឹងគឺចំណុះ75នាក់ណាហើយសម្រាប់មួយគ្រឿងនេះផងដែរគឺមានឈ្មោះថាអំពវ័នធីតារចនាមានជ័យបើនិយាយពីគំនូរវិញគឺថាស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនអរគ្នាអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺមានរូបរាហូលេបច័ន្ទណាសម្រាប់មួយគ្រឿងនេះផងដែរគឺផលិតនៅក្នុងឆ្នាំ2024ណាពុកម៉ែបងប្អូនអរគ្នាហើយបើនិយាយពីល្បឿនវិញគឺថាញាក់សាច់តែម្ដងហើយពុកម៉ែបងប្អូនអរគ្នាមិនសរសើរមិនបានណាសម្រាប់មួយគ្រឿងដែលជាស្នាដៃរបស់បងប្រុសហ៊ូស៊ីងហួងសម្រាប់មួយគ្រឿងទៀតផងដែរក៏ជាទូកផលិតនៅក្នុងឆ្នាំ2024ដូចគ្នាហើយចំណុះហ្នឹងគឺ75នាក់ដូចគ្នាដែលផលិតដោយហ្នឹងដោយបងប្រុសកាណាជាងកាសដែលគេហៅឧបកាសហ្នឹងដែលមានឈ្មោះថាធបតីសែនជ័យបារមីជំទាវម៉ៅហើយបើនិយាយពីគំនូរវិញគឺថាដូចគ្នាតែម្ដងពុកម៉ែបងប្អូនអរគ្នាគឺសឹងតែថាភ្លោះណាសម្រាប់ទូកទាំងពីរនេះគឺនៅក្នុងកន្លែងរក្សាទុកតែមួយនោះទេគឺនៅក្នុងវត្តអំពរវ័នស្វាយដំណាក់ភូមិស្វាយដំណាក់ឃុំជំនិចស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំណាពុកម៉ែបងប្អូនអរគ្នាតោះអញ្ចឹងពុកម៉ែបងប្អូនអរគ្នារងចាំមើលទាំងអស់គ្នាថានៅក្នុងឆ្នាំ2026នេះតើជើងខ្លាំងទាំងពីរនេះនឹងប៉ះទៅលើជើងខ្លាំងមួយណាដែរអញ្ចឹងណា